នៅក្នុងព្រមវិហារធម៌ទី4របស់មេដាបៃតាដែលតែងតែផ្សាយនៅធัวទាំង4ប្រការទៅកាន់បុត្រធីតានឹងគឺឲ្យឈ្មោះថាឧបេក្ខាធัวគឺជាធัวទី4ពាក្យថាឧបេក្ខាធัวនេះគឺមានន័យថាធัวជាកណ្ដាលការតាំងចិត្តជាកណ្ដាលស្រឡាញ់ក៏មិនស្រឡាញ់ណាស់ស្អប់ក៏មិនស្អប់ណាស់ដែលយើងហៅថាជាអព្យាក្រឹតថាតើមេដាបៃតាគឺមានទៅលើបុត្រធីតានៅពេលណាធัวនេះគឺមេដាបៃតាមានទៅលើបុត្រធីតានៅពេលដែលគាត់បានរៀបចំកូនរបស់គាត់ឲ្យមានស្វាមីមានភរិយារួចទៅហើយហ្នឹងហើយឲ្យមានស្វាមីមានភរិយារួចទៅហើយគាត់ក៏បានសង្គ្រោះដោយសង្ឃហធัวទី5ហើយដែរសង្ឃហធัวទី5គឺជាអ្វីពុទ្ធធម្មតាកាលដែលគាត់តាំងពីយើងសម្រាលចេញចាក់គួរមកគឺគាត់តែងតែសង្គ្រោះដោយសង្ឃហធัวទាំង5ដែលមានតាំងពីបានិវារិន្តិនឹងឲ្យហាមខិតកូនមិនឲ្យធ្វើអំពើអាក្រក់មានកល្យាណេនិវាសេនតិឲ្យកូនតាំងនៅក្នុងស្ដីល្អមានសិបបាំងសិក្ខាបេន្តិឲ្យកូនសិក្សារៀនសូត្រដោយចំណាយនៅធនធានថវិកាសម្ភារៈសិក្សាសិក្ខាគ្រប់ទាំងអស់សម្រាប់កូនសិក្សារៀនសូត្របាននៅចំណេះដឹងផុតអំពីអវិជ្ជាហើយគាត់បានឲ្យកូនមានស្វាមីឬក៏មានភរិយាទៅតាមពូជពង្សទៅតាមត្រកូលរបស់គាត់សំគួរហើយពេលហ្នឹងគឺគាត់តែងតែសង្គ្រោះនៅសង្ឃធัวទី5ទៀតគឺការរំលែកនៅទ្រព្យសម្បត្តិការចែករំលែកនៅទ្រព្យសម្បត្តិទោះតិចក្តីច្រើនក្តីតាមអ្វីដែលគាត់មានមេដាបៃតាគ្រប់រូបមិនដែលអត់តែងតែសង្គ្រោះដល់កូនដូច្នោះហើយមិនថាតែវិញ្ញាណកទ្រព្យសំដៅយកគោក្របីដំរីសេះអវិញ្ញាណកទ្រព្យសំដៅយកដីស្រែចម្ការដីភូមិច្បារដំណាំផ្សេងហ្នឹងហើយចលនវត្ថុអចលនវត្ថុផ្សេងសិតសឹងតែជាទ្រព្យដែលសម្រាប់កូនប្រើប្រាស់បាននៅក្នុងពេលដែលមានគ្រួសារហើយនោះដូច្នោះមេដាបៃតាគាត់បានចែកនៅទ្រព្យសម្បត្តិទៅកាន់កូនបានសង្ឃហធัวទាំង5ប្រការគឺជាតួនាទីរបស់មេដាបៃតាហ្នឹងគឺគាត់បានធ្វើគ្រប់បែបយ៉ាងហើយទៅកាន់កូនពេលហ្នឹងគឺគាត់មាននៅធัวទី4សម្រាប់ព្រមហ្នឹងគឺឲ្យឈ្មោះថាជាឧបេក្ខាធัวគឺនៅជាកណ្ដាលហ្នឹងហើយចិត្តជាកណ្ដាលមិនសូវជាមិនមែនថាមិនសូវទេកាលណាតែឃើញកូនបានសុខជីវិតអាពាហ៍ពិពាហ៍របស់កូនរបស់គាត់ហ្នឹងហើយសុខចម្រើនរកស៊ីធូធាក៏គាត់មានចិត្តរំភើបហ្នឹងចំពោះកូនរបស់គាត់ដែរហ្នឹងគឺពេលណាប្រសិនបើកូនជីវិតអាពាហ៍ពិពាហ៍របស់កូនមិនសូវល្អគាត់ក៏មានទុក្ខហ្នឹងហើយមានទុក្ខក្រៀមក្រំជាមួយនឹងកូនរួមគ្នាជាមួយនឹងកូននឹងដែរគ្រាន់តែថាវានៅជាកណ្ដាលវាមិនសូវជាពេញនៅក្នុងការគ្រប់គ្រងដោយកាលដែលមុននឹងកូនមានស្វាមីមានភរិយាមុននឹងកាត់ចែកទ្រព្យឲ្យហើយហ្នឹងគឺដែលមុទិតាធัวឧបេក្ខាធัวគឺធัวទី4ដែលមានទៅលើកូនគឺមាននៅពេលដែលមេដាបៃតាបានចែកនៅទ្រព្យសម្បត្តិរៀបមង្គលការឲ្យកូនហើយចែកទ្រព្យសម្បត្តិដល់កូនពេលនោះឯងដែល
លោកមាននៅសង្ឃធัวទី4គឺជាឧបេខាធัวទៅកាន់កូននឹងគឺជាធัวរបស់ព្រះព្រហ្មហ្នឹងហើយដែលតែងតែមានសម្រាប់អ្នកគ្រប់គ្រង